ជនជាតិចិនម្នាក់និយាយទាំងការជួយចាប់បន្ទាប់ពីការឈ្លានពានរបស់ទាហានថៃមកលើទឹកដីនៃប្រទេសកម្ពុជាដោយខ្លួនត្រូវខាតលុយអស់រាប់លានដុល្លារមានទាំងសន្តាគារមានទាំងហាងលក់ទំនិញផ្សេងសូមបញ្ជាក់ជូនថាជនជាតិចិនម្នាក់នេះគឺគាត់មានឈ្មោះថាហ្វាំងគាត់មករស់នៅស្រុកខ្មែររបស់យើងគឺជិតរយៈពេល30ឆ្នាំហើយក៏គាត់មានអាជីវកម្មយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងហើយគាត់ទើបតែទៅរកស៊ីនៅឯទឹកដីនៃតំបន់ថ្មដាហើយបន្ទាប់ពីមានការឈ្លានពានពីសំណាក់ទាហានរបស់ថៃគឺបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់គាត់គឺច្រើនខ្លាំងមែនទែនរួមទាំងសន្តាគាររបស់គាត់ហើយបើគិតជាទឹកប្រាក់គាត់ថាគឺរាប់លានដុល្លារគឺច្រើនខ្លាំងមែនទែនហើយសំខាន់គឺគាត់រស់នៅខ្មែរគឺគាត់ចេះនិយាយភាសាខ្មែរទៅទៀតស្ដាប់នៃការលើកឡើងនៃការបកស្រាយនៃការលើកឡើងរបស់គាត់គឺស្ដាប់ហើយគឺពិតជាឈឺចាប់ខ្លាំងមែនទែនអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជារបស់យើងយ៉ាងណាការពីព្រឹកមិញនេះសកម្មភាពទាហានរបស់ចៅសៀមគឺបានដឹកទូកុងតឺន័រជាច្រើនគ្រឿងយកមកដាក់ទីតាំងនៅឯតំបន់ថ្មដាដែលធ្វើឲ្យពួកគាត់ដែលជាម្ចាស់ទីតាំងនៅតំបន់ហ្នឹងគឺមិនពេញចិត្តនោះទេជាពិសេសគឺជនជាតិចិនតែម្ដងពីព្រោះថាគាត់បានទិញដីនៅទីតាំងហ្នឹងគឺអស់តម្លៃច្រើនមែនទែនអ្វីដែលគាត់ស្ដាយគឺស្ដាយតម្លៃដែលគាត់ទិញទីតាំងដីនៅហ្នឹងព្រោះថាគាត់ទិញអស់ច្រើនហើយគាត់ថាមិនមែនបាត់បង់ទឹកដីនេះគឺបាត់បង់តែសម្រាប់គាត់ទេបាត់បង់ទឹកដីរបស់កម្ពុជាផ្ទាល់តែម្ដងអញ្ចឹងគាត់ក៏ឈឺចាប់យើងដែលជាប្រជាពលរដ្ឋខ្មែរក៏មាននៅការឈឺចាប់ខ្លាំងមែនទែនដែលសកម្មភាពទាហានថៃគឺបានធ្វើការមកបំពេញក៏ដូចជាមកប្លន់ទឹកដីរបស់កម្ពុជារបស់យើងគឺស្រស់មែនទែនដូច្នេះយើងសង្ឃឹមថាអន្តរជាតិនឹងមានវិធានការទៅលើប្រទេសថៃដែលប្រទេសថៃមកលួចទឹកដីនៃប្រទេសកម្ពុជារបស់យើងគឺស្រស់តែម្ដងណាយ៉ាងណាដោយការពីម្សិលមិញថ្ងៃទី6ជាក់ស្ដែងក៏យើងឃើញថាពួកវាគឺបានយកទូកុងតឺន័រមកដាក់ហើយអត់ដឹងថា AOT ចុះទៅទេនៅពេលដែល AOT ចុះទៅគឺឃើញផ្ទាល់តែម្ដងដូច្នេះយើងសង្ឃឹមថាអន្តរជាតិជាពិសេស AOT ដែលចុះទៅផ្ទាល់នឹងមានវិធានការ1 2 4ទៅកាន់ប្រទេសថៃដែលក៏ក្លឿនដាក់ទូកុងតឺន័រមកលើដីកម្ពុជារបស់យើងទាំងស្រស់បែបហ្នឹងតែម្ដង